កសាងប្រទេសមួយមិនមែនធ្វើតែមួយវិស័យទេយើងធ្វើគ្រប់ទាំងអស់វប្បធម៌សាសនាអប់រំសុខាភិបាលគមនាគមន៍អគ្គិសនីថាមពលកសិកម្មពាណិជ្ជកម្មយើងស្រោះដៃគ្នាធ្វើតែច្រើនយើងជំរុញបន្តគ្នាប៉ុន្តែអ្វីដែលសំខាន់គឺការចូលរួមរបស់ប្រជាពលរដ្ឋដែលជាកត្តាសំខាន់កត្តាចូលរួមទី1គឺចូលរួមថែរក្សាលំនឹងស្ថិរភាពសន្តិភាពរបស់យើងនេះគឺជាកត្តាធំដែរហើយខ្ញុំសូមអរគុណដល់បងប្អូនអ្នកកងមាសផងដែរដែលបានចូលរួមនៅក្នុងការថែរក្សានេះប៉ុន្តែមានការបំពេញវនាវឡើងនេះឡើងនោះដុតប្រទេសដួលរដ្ឋាភិបាលយកគំរូបង់ក្លាដេសចុះឡើងតែប្រជាពលរដ្ឋទូទាំងប្រទេសយល់ពីតម្លៃនៃសន្តិភាពទី2យល់ពីតម្លៃនៃស្ថិរភាពសន្តិសុខព្រោះមានសន្តិភាពក៏ដោយប៉ុន្តែបើយើងអត់មានស្ថិរភាពកន្លែងតែច្បងច្បល់បាទកន្លែងប្រទេសភូមិឃុំអត់សុវត្ថិភាពយើងកន្លែងតែមានបញ្ហាចេញមិនស្រួលជិះតាមផ្លូវក្វេងៗដើរសាមរ័យមកកាប់ពីក្រោយឬមួយក៏យ៉ាងម៉េចអញ្ចឹងគឺថែរក្សាស្ថិរភាពសន្តិសុខសង្គមនេះឲ្យអរគុណណាស់ទៅដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចរបស់យើងដែលខិតខំការពារមិនល្អអត់ខ្ចោះទេហើយរឿងនេះមិនចប់ទេវាឡើងចុះយើងត្រូវបន្តជន់រហូតបាទព្រោះអ្នកកលជាងការពេលខ្លះសូរ៉ាមានរយៈចូលខ្លួនចេញអាស្អីផ្សេងទៅចេញយៈវាអ្នកខ្លះអ្នកកាចបាទអ្នកខ្លះអត់មានសូរ៉ាមានចេះតែមិត្តភ័ក្តិបបួលឃើញគេជិះម៉ូតូកង់មួយនៅតាម YouTube ចង់សាកអាកង់មួយនៅក្រៅដែរនេះគឺជាអ្វីដែលយើងត្រូវរួមគ្នាឲ្យអរគុណប្រជាពលរដ្ឋយើងដែលបានហើយទី3ចូលរួមនៅក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួនដែលជាផ្នែកមួយសំខាន់នៃការកសាងជីវភាពរបស់ប្រទេសជាតិរបស់យើងរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយផ្សេងៗដើម្បីជួយសម្រួលនិងជួយលើកតម្កើងជីវភាពរស់នៅទាញវិនិយោគផ្សេងៗលទ្ធភាពយើងអាចធ្វើប៉ុន្តែកម្រិតប៉ុន្តែការចូលរួមរបស់ប្រជាពលរដ្ឋការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងវិវត្តជូនកម្មករយោជិតជូនមន្ត្រីរាជការអតីតយុទ្ធជនជាផ្នែកមួយនៃការជួយសម្រួលដល់ជីវភាពរស់នៅប៉ុន្តែគឺអាស្រ័យទៅលើប្រជាពលរដ្ឋដែលខិតខំចាប់យកឱកាសនៃសុខសន្តិភាពស្ថិរភាពថែរក្សាលំនឹងសន្តិសុខរួមគ្នាខិតខំរៀនសូត្រកសាងសមត្ថភាពដើម្បីយើងកសាងប្រទេសតទៅទៀតហើយនេះហើយគឺជាអ្វីដែលខ្ញុំសូមអរគុណជូនទៅដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេសរួមទាំងបងប្អូននៅកងមាសតែម្ដងហើយសូមបន្តចូលរួមបែបនេះយើងមិនអាចថែរក្សានិងជំរុញប្រទេសយើងទេបើប្រជាជនមិនចូលរួម